រិត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរិត្រីការដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមេកិត្តិយសលើកយកគណិតវិទ្យាថ្នាក់ទី7គឺដោះស្រាយសមីការលំហាត់ទី7 81ដក y ស្មើ56ដើម្បីដោះស្រាយសមីការយើងទាញអង្គដែលមានអញ្ញត្តិមកអង្គទី1អញ្ចឹងវានៅខាងអង្គទី1ស្រាប់ហើយ y ដក y នៅអង្គទី1លេខដែលអត់មិនមែនជាអញ្ញត្តិទាញមកអង្គទី2 81នៅអង្គទី1បូកមកអង្គទី2ដក56ដក81គឺដក25ដក y ស្មើដក25ចឹងនាំឲ្យ y ស្មើដក25ចែកឲ្យដក1ស្មើ25 x ស្មើ25ជាឫសនៃសមីការលំហាត់ទី8 16x ស្មើ48 16x មានន័យថា16គុណ x នៅអង្គទី1គុណមកអង្គទី2ទាញមកអង្គទី2ចែក48ចែកឲ្យ16ស្មើ3ដូច្នេះ x ស្មើ3ជាឫសនៃសមីការលំហាត់ទី9 102x 102ស្មើ17x អញ្ចឹងនាំឲ្យ x ស្មើ102ចែក17 102ចែក17ស្មើនឹង6ដូច្នេះ x ស្មើ6ជាឫសនៃសមីការធ្វើការពេលថ្ងៃចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិរាត្រីសួស្តីសូមជម្រាបលា